ធ្លាប់តែឃើញវីដេអូខ្ញុំរៀនពេទ្យតែអ្នកទាំងអស់គ្នាដឹងថាខ្ញុំក៏ជា MC ម្នាក់ដែរចង់ដឹងថា MC គេធ្វើអីខ្លះអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលខ្ញុំធ្វើ MC ម្ដងសួស្ដីអ្នកទាំងអស់គ្នាខ្ញុំស៊ូមីងកម្មវិធីដែលខ្ញុំធ្វើថ្ងៃហ្នឹងគឺសង្ក្រាន OVL កម្មវិធីចាប់ផ្ដើមម៉ោង 7 តែខ្ញុំមកមុនទៅដើម្បីឲ្យដឹង flow យើងធ្វើនិយាយអីខ្លះអញ្ចឹងណាពេលវគ្គខ្ញុំនិយាយហ្នឹងគឺវគ្គ live performance ដែលយើងត្រូវអញ្ជើញតារាកិត្តិយសមកលើឆាកអីអញ្ចឹងណាសម្រាប់ការធ្វើ MC ហ្នឹងអីដែល challenge ខ្លាំងណាគឺត្រូវប្រកែកនិយាយរនឹកភ្លាមនិយាយលេងភ្លាមមួយទស្សនិកជនអញ្ចឹងណាហើយអីដែលសំខាន់មកត្រូវដឹងពីព័ត៌មានរបស់កម្មវិធីដែលយើងកំពុងធ្វើនឹងឲ្យច្បាស់បើអត់ដឹងទេអត់មានអីនិយាយប្រាប់ទស្សនិកជនមកសួរថាភ័យអត់ភ័យដូចគ្នាមនុស្សរាប់រយនាក់ចាំស្ដាប់ពីណា20តែខ្ញុំភ័យតែពេលនៅក្រោមឆាកឯពេលឡើងលើឆាកឃើញមនុស្សអីចឹងទៅលែងសូវភ័យវិញអាចថាប្រហែលមកពីយើងដឹងព័ត៌មានច្បាស់ដែរអញ្ចឹងពេលវគ្គខ្ញុំនឹងខ្ញុំធ្វើ MC តែឯងឯងហើយសម្រាប់បងពីរនាក់នេះគឺគាត់ធ្វើពេលវគ្គ talent show អ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ដែរគឺបងធីណាហើយនិងបងលីមេងនិយាយថាគាត់កំ pl ែងទាំងក្នុងទាំងក្រៅទូរស័ព្ទហ្មងពេលចប់ MC ហ្នឹងគេមានវគ្គ live acoustic អញ្ចឹងខ្ញុំក៏នៅជ្រៀងលើមួយបងអញ្ចឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាបាយបាយ